សួស្តីបងប្អូនជាទីស្រឡាញ់ហើយក៏សួស្តីដល់បងប្អូនដែលចិញ្ចឹមជ្រូកនៅសាលាផ្សៃក៏ដូចជានៅទូទាំងប្រទេសទាំងអស់បាទយ៉ាងម៉េចហើយសុខទុក្ខនៅក្នុងកឋានពួកបងទាំងអស់គ្នាហើយខាងកឋានកុងណុលចង់ជម្រាបជូនបងប្អូនថាគឺពួកយើងនៅតែដើរទៅមុខយ៉ាងរលូនហើយជ្រូករបស់ពួកខ្ញុំគឺសុខភាពល្អស៊ីចំណីច្រើននិងស៊ីចំណីបានច្រើនខុសពីវគ្គមុនគឺមេឃត្រជាក់គឺចាប់ដើមជ្រូកដេកហើយអត់សូវស៊ីចំណីតែវគ្គនេះគឺស៊ីចំណីអស់ពីធុងហ្មងហ្នឹងហើយពួកខ្ញុំក៏សប្បាយចិត្តដែរដែលពេលដែលឃើញដំណើរការចិញ្ចឹមជ្រូកយើងដើរទៅយ៉ាងរលូនបែបដូច្នេះហើយពួកយើងក៏មិនភ្លេចដែរពួកយើងនៅតែប្រយ័ត្នក្នុងការការពារការផ្ទុះមេរោគគឺយើងអត់ភ្លេចខ្លួនទេចំណុចទាំងអស់នេះអញ្ចឹងសង្ឃឹមថាបងប្អូនដែលអ្នកចិញ្ចឹមជ្រូកពួកគាត់នឹងយល់អារម្មណ៍មួយនេះអញ្ចឹងសង្ឃឹមថាពួកគាត់នឹងព្យាយាមថែទាំជ្រូកឲ្យបានល្អតាមដែលធ្វើទៅបានហើយបងប្អូនបើសិនជាមានមតិយោបល់កែលម្អរូបខ្ញុំបាទសូមទម្លាក់នៅក្នុង comment ដើម្បីឲ្យខ្ញុំបាទមានគំនិតល្អៗក្នុងការកែលម្អវីដេអូរបស់ខ្ញុំហើយគ្រប់ជូនពរបងប្អូនអ្នកចិញ្ចឹមជ្រូកទាំងអស់គ្នាទទួលបានសុខភាពល្អនិងជោគជ័យនៅក្នុងការចិញ្ចឹមជ្រូកវគ្គនេះទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាយបាយ